Bà chỉ số bọn bọn từng ở kia bênนี้คือយើងនឹងចូលមកដល់វគ្គថ្មីហើយក៏ចូលដល់មេរៀនថ្មីដែរអញ្ចឹងពេលនេះយើងនឹងចូលមកធ្វើការពិនិត្យមើលទៅលើទំហំនៅក្នុងការ design ទៅលើវីដេអូវិញម្ដងអញ្ចឹងមានន័យថាការ design វីដេអូរបស់យើងគឺក្នុងកម្មវិធី Canva នេះគឺអនុញ្ញាតឲ្យបងប្អូនអាចប្រើប្រាស់ជាមួយនឹង tool ដើម្បីឲ្យយើងអាចប្រើប្រាស់ទៅ design វីដេអូដោយផ្ទាល់បានកាលពីវគ្គមុនយើងបានសិក្សារួចហើយអំពីការចូលទៅ design វីដេអូរបស់យើងតាមរយៈការប្រើប្រាស់ជាមួយនឹងបាទជាមួយនឹងអីគេដែរគឺយើង design ជាមួយនឹង social media របស់យើងเนาะបាទយើងចូលទៅ social media របស់យើងហើយតាមពីលើកនោះពីវគ្គមុននោះលោកគ្រូឲ្យបងប្អូនចូលទៅ design ជាមួយនឹង LinkedIn បាទ LinkedIn ហ្នឹងគឺមានវីដេអូខ្លីៗមួយចំនួនដែលជាលក្ខណៈ virtual ជាលក្ខណៈ portrait ហ្នឹងគឺលោកគ្រូបានអនុញ្ញាតឲ្យបងប្អូនធ្វើការលក្ខណៈ design ជា tool ទូទៅធម្មតាเนาะបាទអញ្ចឹងយើងអាច design បានគ្រប់គ្នាហើយក៏នេះគឺជា tool ដែលយើងចូលទៅ design វីដេអូសម្រាប់ផុសនៅក្នុង LinkedIn ឬក៏ website ដែលគេអនុញ្ញាតឲ្យយើងប្រើនៅលើបណ្ដាញសង្គមពិតជាក់ស្ដែងរបស់យើងដូចគ្នាប៉ុន្តែនៅពេលនេះគឺយើងនឹងចូលទៅ design ជាមួយនឹង tool វីដេអូពិតរបស់យើងនៅក្នុងកម្មវិធី Canva តែម្ដងអញ្ចឹងបងប្អូនបើកចូលក្នុងកម្មវិធី Canva មកគឺយើងឃើញកន្លែងនេះគឺមានវីដេអូបាទមាន tool មួយចំនួនយើងមានឃើញវីដេអូនេះបាទអញ្ចឹងបងប្អូនអាច click យកលើត្រង់ហ្នឹងក៏បានឬក៏យើងចូលទៅ create ហើយយើងយកវីដេអូត្រង់នេះក៏បានដែរបាទអញ្ចឹងធ្វើតាមលំដាប់លំដោយយើងយកត្រង់នេះមកគឺវីដេអូអញ្ចឹងប្រភេទវីដេអូទាំងអស់ដែលយើងមើលឃើញនេះគឺដែលអនុញ្ញាតឲ្យយើងធ្វើការ design នេះអញ្ចឹងបងប្អូនមើលទំហំនីមួយៗមកបាទអញ្ចឹងមានទំហំ landscape គឺ1920គុណជាមួយនឹង1080មានវីដេអូបែបបញ្ឈរឬគេហៅថា portrait video ឬក៏ mobile video នេះគឺមានទំហំ1080គុណជាមួយនឹង1920 pixel ហើយក៏មានវីដេអូ platform របស់ TikTok ដែរបាទ TikTok នេះគឺមានវីដេអូ platform គឺទំហំ1080គុណជាមួយនឹង1920 pixel ដូចគ្នាហើយសម្រាប់វីដេអូនៅក្នុង YouTube គឺយើងមានទំហំបាទមានទំហំប៉ុណ្ណាដែរមាន1920គុណជាមួយនឹង1080ហើយក៏មាន YouTube Short ដែរเนาะអញ្ចឹងយើងមានផ្សេងជាច្រើនទៀតមានYouTube សំទោសគឺ Facebook video មានជាមួយនឹង Instagram video reel មាន quad video នេះមានថាសំទោសគឺ square video នេះគឺជាវីដេអូបែប4ជ្រុងเนาะបាទអញ្ចឹងវីដេអូ4ជ្រុងនេះគឺជាវីដេអូជាទម្រង់មួយដែលយើងយកទៅផុសនៅក្នុងបណ្ដាញសង្គមរបស់យើងឧទាហរណ៍ដូចជា Facebook ឬក៏ Instagram ជាដើមហ្នឹងគឺជាទម្រង់ដែលយើងចូលទៅធ្វើការ design នៅក្នុងនេះក៏មានឲ្យបងប្អូនជ្រើសរើសមួយចំនួនជាមួយនឹង template ដែរបាទគឺវីដេអូរបស់យើងក៏មាន template ដែរប៉ុន្តែប្រវែងវីដេអូយ៉ាងណាហ្នឹងគឺយើងនឹងចូលទៅធ្វើការពិនិត្យមើលទាំងអស់គ្នាអញ្ចឹងដោយវគ្គមុនដែរអញ្ចឹងការចូលទៅ design វីដេអូទី1គឺយើងត្រូវស្គាល់ពី interface នៅក្នុងវីដេអូរបស់យើងនឹងសិនថាតើវីដេអូរបស់យើងនឹងមាន interface អ្វីខ្លះដើម្បីឲ្យបងប្អូនបានស្វែងយល់ហើយយើងធ្វើការរចនាបន្ទាប់ពីយើងដឹងពីមុខងារមួយចំនួននៅក្នុងនេះបាទអញ្ចឹងនៅក្នុងវីដេអូរបស់យើងនេះគឺមាន tool មួយចំនួននៅខាងក្រោមនេះគេហៅកន្លែងមានថាជា timeline បាទ timeline នេះគឺជាកន្លែងដែលយើងបំពេញជាមួយនឹងរូបភាពឬក៏វីដេអូបន្តមកទៀតគឺមាន add element បាទ element នេះបងប្អូនដឹងហើយថា element ហ្នឹងគឺជាអ្វី element នេះគឺជាផ្នែកមួយដែលយើង add បញ្ចូលមកជាមួយនឹងផ្នែកសំខាន់ដូចជា text ជាដើមបាទចាំបងប្អូនយើងអាច add text បានเนาะបាទយើងអាច add ជា add heading ឬក៏អាច sub heading ឬក៏យើងអាច add ជា element បន្ថែមទៀតបានព្រោះនៅក្នុងវីដេអូរបស់យើងមិនមែនមានតែបាទមានតែអក្សរឬក៏មានតែវីដេអូឬក៏ clip ខ្លីៗទេក៏មានជាមួយនឹង element ផងដែរបាទអញ្ចឹងយើងអាច add element ពីខាងនេះមកបានបាទអញ្ចឹង element របស់យើងបងប្អូនដូចដែលយើងបានសិក្សារួចហើយក៏មានជាមួយនឹង tool មួយចំនួនដែរដែលយើងអាចប្រើប្រាស់បានដូចគ្នាអញ្ចឹង element នេះដូចគ្នាទេហើយយើងអាចចូលមកបាទមាន graphic ឬក៏មាន photo ហ្នឹងเราបងប្អូនសាក add ជាមួយនឹងgraphic មួយបាទលើយើងសាក add មួយចំនួនណាបាទឥឡូវយើងឃើញមួយណាយើង add មួយនឹងសិនលោកគ្រូសាក add រូបមួយនេះមកបាទនេះគឺជារូប graphic ដែលយើងប្រើសម្រាប់ធ្វើអីគេបាទសម្រាប់ដាក់ជាមួយនឹងរូបមានចលនាមួយបាទនៅក្នុងនេះគឺវានឹងចូលជាមួយនឹង timeline មួយទៀតអញ្ចឹងលោកគ្រូចង់បញ្ជាក់ម្ដងទៀតថាកន្លែងដែលយើងកំពុងតែធ្វើការនេះកន្លែងនេះគឺគេហៅថា timeline เนาะបាទអញ្ចឹង timeline ហ្នឹងបងប្អូនអាចមានលទ្ធភាពពង្រីកបន្ថែមជាមួយនឹងប្រវែងឬគេហៅថា length នេះមានថាប្រវែងពីណាដល់ណាឬក៏អូសតាមហ្នឹងទៅគឺវានឹងពង្រីកបន្ថែមទៀតដើម្បីបងប្អូនងាយស្រួលនៅក្នុងការបង្កើតជាមួយនឹងវីដេអូរបស់យើងអញ្ចឹងឧទាហរណ៍ថាវីដេអូណែនាំពីខ្លួនយើងឬក៏វីដេអូដែលធ្វើអំពីផ្នែកផ្សេងឬក៏ណែនាំអំពីជាទូទៅគឺមានផ្នែកមួយចំនួនដែរដែលបងប្អូនត្រូវការតរជាមួយនឹងវីដេអូដើម្បីធ្វើបទបង្ហាញព្រោះថា
ខ្លឹមសារនីមួយៗគឺត្រូវឲ្យបងប្អូនស្វែងយល់ថាតើវីដេអូហ្នឹងគឺអាចយើងមានលទ្ធភាពនៅក្នុងការនិយាយបានច្រើនសរសេរបានច្រើនឬក៏វីដេអូអាចមានខ្លឹមសារច្បាស់លាស់ជាងពេលដែលយើងបង្ហាញជារូបភាពហើយនឹងបង្ហាញជាអត្ថបទទៀតព្រោះវីដេអូដូចជាលោកគ្រូកំពុងតែនិយាយទៅកាន់បងប្អូននេះគឺបានបង្ហាញនៅរូបភាពផងរួមផ្សំជាមួយនឹងសំឡេងផងអញ្ចឹងគឺជាអ្វីដែលជាខ្លឹមសារក្នុងវីដេអូនឹងតែម្ដងអញ្ចឹងមានថាលោកគ្រូបានបង្ហាញបានទៅស្វែងរកជាមួយធាតុមួយចំនួនឬក៏ element មួយចំនួននេះដើម្បីបង្ហាញបងប្អូនហើយគឺវាអាចទទួលបានចំណេះដឹងច្រើនជាងដែលយើងសរសេររៀបរាប់បាននេះគឺទៅតាមលក្ខខណ្ឌនីមួយៗដែលតម្រូវទៅតាមការងាររបស់យើងជាក់ស្ដែងអញ្ចឹងឧទាហរណ៍ថាលោកគ្រូសូមយកជាមួយនឹងវីដេអូមួយបាទវីដេអូឃ្លីបនេះមួយមកអញ្ចឹងយើងសាប់ play មកបាទ play មកគឺវីដេអូនេះគឺមានចលនាអញ្ចឹងเนาะបាទអញ្ចឹងមានចលនាបែបយឺតហើយយើងសាកមើលថាយើងបរិចវីដេអូបន្ថែមបានដែរអត់បាទប៉ុន្តែបរិចបានឬក៏មិនបានគឺអាស្រ័យទៅលើប្រវែងវីដេអូដែលយើងបង្កើតមកបើសិនជាវីដេអូនឹងមានតែប្រវែង15វិនាទីយើងអាចមានលទ្ធភាពអីពង្រីកទៅតាមប្រវែងលើសនឹងបានទេព្រោះថាប្រវែងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងបាទហើយមួយទៀតគឺយើងអាចប្រើប្រាស់ជាមួយ sound បានណាបាទ sound របស់យើងនេះគឺបងប្អូនអាច voice over ក៏បានមានថាយើងប្រើប្រាស់ជាមួយ microphone របស់យើងផ្ទាល់ហ្នឹងគឺយើងអាច voice over ផ្ទាល់មួយទៀតឬក៏ប្រើចាំជាមួយកម្មវិធី recorder ហើយក៏មួយទៀតក៏បងប្អូនអាចប្រើជាមួយនឹងការ upload sound របស់យើងចូលទៅក្នុងកម្មវិធី Canva របស់យើងពោះបងប្អូននឹងស្រាប់ហើយកម្មវិធី Canva គឺជាកម្មវិធីបែប online មិនចឹងเนาะអញ្ចឹងបើសិនបើជាកម្មវិធីបែប online អ្វីដែលបងប្អូនត្រូវតែយកចិត្តទុកដាក់គឺ resource ឬក៏មានថាផ្នែកសំខាន់របស់ធាតុដែលយើងយកទៅប្រើប្រាស់ហ្នឹងមានដូចជារូបថតមានដូចជាវីដេអូមានដូចជាជាមួយនឹង text ដែលយើង edit ហើយមានដូចជា logo មានដូចជាផ្នែកមួយចំនួនទៀតបើសិនបើវាមានស្រាប់នៅក្នុងវីដេអូហ្នឹងគឺយើងអត់ចាំបាច់ទៅរកទេប៉ុន្តែបើសិនជាមានធាតុមួយចំនួនដែលធាតុចាំបាច់ដូចជា voice over ដូចជា voice recorder ហ្នឹងគឺយើងត្រូវការថតពីខាងក្រៅហើយយើង upload ចូលហើយវិធី upload ចូលគឺដូចគ្នាទេបងប្អូនអាចចូលទៅក្នុងកម្មវិធី Canva យើង upload ចូលតែម្ដងឬក៏យើងអាចប្រើប្រាស់ជាមួយនឹង link file ឬក៏ឯកសារដែលយើងភ្ជាប់ជាមួយនឹង Google Drive ឬក៏ Dropbox ឬក៏ share ចេញពីប្រភពមួយចំនួនទៀតយ៉ាងអនុញ្ញាតឲ្យយើង share ចូលប៉ុន្តែបងប្អូនអាចចុចយកជាមួយនឹង upload เนาะបើយើងចុចយក upload ទៅអញ្ចឹង file បងប្អូនមានប្រមាណឧទាហរណ៍វីដេអូឬក៏ sound ឬក៏អីទាំងអស់ហ្នឹងគឺយើង upload ចូលបានយើងយកទៅប្រើប្រាស់បានដូចគ្នាណាបាទនេះគឺជាអ្វីដែលយើងអាចប្រើប្រាស់ជាមួយនឹងកម្មវិធី Canva វីដេអូរបស់យើងអញ្ចឹងទៅគឺលោកគ្រូសុំខ្លីៗហើយអត់ទាន់បាន detail មួយទេគាត់តែដឹងថាឲ្យបងប្អូនអាចយើងចូលទៅមើលតែស្វែងយល់ថាតើយើងអាចប្រើប្រាស់បានឯខ្លះឧទាហរណ៍តែមាន element មួយទៀតเนาะបាទអញ្ចឹងលោកគ្រូសុំ back ទៅវិញហើយសុំបន្ថែមជាមួយនឹងសំឡេងជាសំឡេងរបស់យើងគឺក្នុងគេហៅថា audio បាទអញ្ចឹង audio យើងអាចយកមកយើងអាចប្រើប្រាស់ voice over ទាំងនេះក៏បានពេលដែលយើង voice over គឺយើងនឹង record ចេញពី microphone នៅលើទូរស័ព្ទរបស់បងប្អូនឬក៏យើងប្រើប្រាស់ generate ជាមួយ voice AI ក៏បានឬក៏យើងប្រើជាមួយនឹងsound ដែលមានស្រាប់នេះប៉ុន្តែ sound ហ្នឹងគឺទៅតែចំជាមួយនឹងប្រធានបទរបស់យើងដែរប៉ុន្តែឥឡូវគ្រូសុំដាក់ sound មួយសិនបាទអញ្ចឹងនេះគឺ sound ហើយយើង add ចូលមកបន្តមកទៀតលោកគ្រូសូមបង្រួមជាមួយនឹងវីដេអូឡែងរបស់យើងមកហើយយើងសាកpreview เนาะបាទអញ្ចឹងវីដេអូដែលយើង design ហើយយើងចាំបាច់ទៅការ preview ឯតើនឹងយ៉ាងណាដែរឥឡូវលោកគ្រូសូមដកជាមួយនឹង heading ចេញសិនដើម្បីឲ្យវីដេអូរបស់យើងនេះមើលទៅស្រឡះបន្តិចเนาะតែយើងនឹងទៅការបំពេញតាមក្រោយទៀតយើងសាក play មកបាទអូខេអញ្ចឹងសន្មតថាវីដេអូរបស់យើងគឺអាច preview បានក្នុងដំណាក់កាលដំបូងនៅក្នុងការស្វែងយល់អញ្ចឹងយើងអាច preview បែបនេះបានเนาะបាទដូចគ្នាជាយើងសាក preview មកគឺមានរូបភាពបាទអញ្ចឹងគាត់ថាពេលយើង preview គឺពេលខ្លះសំឡេងអត់ឮអញ្ចឹងមានថាយើងអាច export បានអញ្ចឹងករណីមួយទៀតគឺយើងត្រូវការ share អញ្ចឹងបងប្អូនអាចចុច share មកដើម្បី download វីដេអូមកប្រើនៅពេលក្រោយអញ្ចឹងយើងចូល download ហើយមើលកន្លែង Thai file នេះគឺយក MP4 ជា suggestion នេះបងប្អូនអាចចុច download មកអញ្ចឹងយើងអាចយកវីដេអូទៅចាក់បានហើយបាទនេះគឺជាដំណាក់កាលដំបូងនៅក្នុងការចូលទៅប្រើប្រាស់ជាមួយផ្ទៃCanva វីដេអូរបស់យើងបាទអញ្ចឹងបងប្អូនអាចចូលទៅ design ឬក៏ចូលទៅ overall មើលសិនតែយើងអាចធ្វើបានអីខ្លះហើយយើងនឹងចូលទៅអនុវត្តនៅពេលបន្តិចទៀតបាទអញ្ចឹងយើងនឹង